ខឹងខុសខឹងខូចខឹងខាតមនុស្សឆ្លាតផ្ដោតលើដំណោះស្រាយមនុស្សល្ងងផ្ដោតលើអារម្មណ៍អ្នកមុនគឺធ្វើឲ្យផ្លូវរលូនអ្នកក្រោយគឺប្រមូលយកផលអាក្រក់ពិភពរបស់យុវវ័យអារម្មណ៍យ៉ាងម៉េចជីវិតគឺយ៉ាងនោះមនុស្សខ្ពង់ខ្ពស់គឺមិនមែនគេគ្មានអារម្មណ៍ទេគ្រាន់តែគេមិនត្រូវបានធ្វើជាទេសកលនៃអារម្មណ៍ចងចាំកុំសម្រេចចិត្តតាមអារម្មណ៍ជាពិសេសពេលកំពុងខឹងខ្ញុំចិត្តល្អមិនមានន័យថាខ្ញុំស្រួលធ្វើបាបខ្ញុំអាចយល់មិនមានន័យថាខ្ញុំអាចទទួលយកបានខ្ញុំមិនដណ្ដើមមិនមានន័យថាអ្នកអាចប្លន់ខ្ញុំចូលចិត្តនិយាយហេតុផលមិនមានន័យថាខ្ញុំមិនចេះខឹងខ្ញុំមិនបង្ករឿងមិនមានន័យថាខ្ញុំខ្លាចមានរឿងខ្ញុំអនុគ្រោះមិនមានន័យថាអ្នកអាចបន្តប្រព្រឹត្តបានធ្វើជាមនុស្សត្រូវមានដែនកំណត់ធ្វើការម៉ត់ចត់ត្រូវមានច្បាប់ទម្លាប់អ្វីដែលអាចធ្វើឲ្យមនុស្សរំភើបបានគឺមិនមែនពាក្យសម្ដីនោះទេគឺជាសកម្មភាពអ្វីដែលអាចយកឈ្នះចិត្តមនុស្សបានគឺមិនមែនភាពឆ្លាតវៃនោះទេគឺជាសេចក្តីសប្បុរសរវាងមនុស្សនិងមនុស្សអ្វីដែលអាចចុះសម្រងយូរអង្វែងបានគឺមិនមែនសម្រស់ស្រស់ស្អាតមិនមែនជាភាពប៉ិនប្រសប់របស់អ្នកនោះទេគឺវាជាការបង្ហាញភាពកក់ក្ដៅនិងភាពរឹងមាំដល់ភាគីម្ខាងទៀតរបស់អ្នកហេតុអ្វីបានជាមនុស្សភាគច្រើនមិនចង់ឃើញអ្នកល្អជាងគេនេះក៏ព្រោះដោយសារតែគេមិនល្អដូចអ្នកដូច្នេះហើយក៏គេមិនចង់ឲ្យអ្នកបានល្អដែរធម្មជាតិអាក្រក់ធំបំផុតរបស់មនុស្សគឺគ្មានអ្វីលើសពីការស្អប់នៅអ្វីដែលអ្នកមានសើចនៅអ្វីដែលអ្នកអត់មិនចូលចិត្តអ្នកក្រខ្លាចអ្នកមានបានមនុស្សគឺសុទ្ធតែធ្វើបាបអ្នកខ្សោយហើយខ្លាចអ្នកខ្លាំងចូលចិត្តចាប់កំហុសជាមួយមនុស្សគ្មានសិទ្ធិគ្មានអំណាចបែរជាចូលចិត្តរកគុណសម្បត្តិជាមួយមនុស្សមានសិទ្ធិមានអំណាចទៅវិញនៅពេលដែលអ្នកខ្លាំងតែងមានមនុស្សអភ័យទោសឲ្យភាពទន់ខ្សោយរបស់អ្នកនៅពេលដែលអ្នកខ្សោយតែងមានមនុស្សពង្រីកនៅគុណវិបត្តិរបស់អ្នកនៅពេលដែលអ្នកគ្មានអ្វីសោះមនុស្សអាក្រក់នឹងមានច្រើនឲ្យតែអ្នកខ្លាំងគ្រប់គ្រាន់មនុស្សទូទាំងពិភពលោកសុទ្ធតែបើកផ្លូវទុកឲ្យអ្នកទឹកសមុទ្រជ្រៅនៅអាចវាស់បានតែមានតែចិត្តមនុស្សទេដែលមិនអាចវាស់បានជីវិតគឺជាដំណើរការនៃការលូតដំប្រសិនបើគ្មានការលំបាកទាំងនេះទេអ្នកនឹងមិនអាចមានការវិវត្តពេញលក្ខណៈឡើយដូច្នេះហើយយើងគួរតែបញ្ចេញពន្លឺនៅក្នុងព្រះអាទិត្យរត់លេងនៅក្នុងព្យុះភ្លៀងរីកលូតលាស់នៅក្នុងទឹកភ្នែកសម្លឹងឆ្ពោះទៅមុខពេលកំពុងតស៊ូនិយាយប្រាប់ខ្លួនឯងថាម្សិលមិញល្អគ្រាន់បើថ្ងៃនេះល្អណាស់ថ្ងៃស្អែករឹតតែល្អ